តែផុសវីដេអូអញ្ចឹងមកដឹងថាអូយអ្នកតដៃតជើងមិនមានតែយើងទេមានច្រើនណាដូចបងអញ្ចឹងក៏ថាអនឯងដូចបងដែរមានតែ2អ្នកប្តីប្រពន្ធប្តីជួយធ្វើការងារទេហើយរកលុយទៀតហើយក៏មានបងប្អូនយើងគាត់ខមមិនច្រើនអ្នកខ្លះទៅគាត់ពិបាកជាងយើងទៀតបងណាហ្នឹងហើយអញ្ចឹងមកថាជីវិតមនុស្សវាត្រូវតែមានអញ្ចឹងហ៎វាមានអាស្រួលផងមានអាពិបាកផងអ្នកខ្លះទៅក៏ស្រួលអញ្ចឹងទៅមានអ្នកជួយមើលអីចឹងទៅមានអ្នកជួយចាប់ជួយមើលជួយអីចឹងទៅគាត់ក៏ស្រួលជាងយើងចឹងទៅតែយើងមានតែ2អ្នកប្តីប្រពន្ធហ្នឹងហើយធ្វើតាម2អ្នកប្តីប្រពន្ធទៅហើយនិយាយអញ្ចឹងមិនមែនត្អូញត្អែអីទេធម្មតាយើងប៉ុណ្ណេះហើយវ័យប៉ុណ្ណេះហើយត្រូវចេះធ្វើការងារទាំងអស់ហ្នឹងត្រូវគេហៅថាគ្រប់គ្រងជីវិតខ្លួនឯងយើងថាប៉ុណ្ណឹងពិបាកមានអ្នកខ្លះពិបាកជាងយើងទៀតណោះតែក៏មិនបាច់ប្រៀបធៀបដែរធម្មតាជីវិតមនុស្សវាអត់ដូចគ្នាទាំងអស់ទេអ្នកណាគេស្រួលគេមានអ្នកជួយក៏គេមានអ្នកជួយអ្នកណាដែលអត់យើងអត់យើងធ្វើតាមអត់ទៅធ្វើការងារខ្លួនឯងការងារណាស្រាលធ្វើបានក៏ធ្វើការងារណាធ្ងន់ទុកចោលខ្លះក៏ទុកចេះទុកណាខ្ញុំពីមុនគឺជំនឿដែលលក្ខណៈថាមើងម៉ាត់ចំពោះអាការងារផ្ទះដល់ពេលឥឡូវធ្វើមិនកើតមានអីទុកចោលខ្លះអីខ្លះទៅពីមុនអត់បានទេថាធ្វើអីធ្វើតទៅហើយតតែស្អាតដល់ពេលឥឡូវដល់ពេលវាតទីខ្លាំងទុកខ្លះអីខ្លះទៅអាណាធ្វើបានក៏ធ្វើអាណាប្រើកូនជួយបានក៏ជួយទៅកន្លែងណាកូនរវល់ក៏ទុកសិនណាតែបើប្តីគ្មានលើកលែងទេប្រើឲ្យត្រូវទៅធ្វើពេលខ្លះអើយអាណិតប្តីដែរប្តីពេលម៉ោងចេញទៅធ្វើការគឺជារឿងផ្សេងមកដល់ផ្ទះវិញគឺជារឿងផ្សេងមកដល់ផ្ទះត្រូវតែដើរតួនាទីជាអ្នកអនាម័យម៉ែដោះនិយាយទៅគ្រប់គ្រងក្នុងផ្ទះតាមពិតទៅពេលយើងតដៃតជើងអញ្ចឹងវាមានគុណសម្បត្តិមួយយ៉ាងផងថាកាលណាយើងតដៃតជើងប្តីយើងចេះជួយទុកធុរៈយើងគាត់ចេះសាមគ្គីជាមួយយើងនិយាយទៅវាសម្រាប់ខ្ញុំគិតថាល្អមានអ្នកជួយវិញឧទាហរណ៍ថាមានអ្នកធ្វើការងារផ្ទះវិញអញ្ចឹងគាត់មិនសូវបានដឹងទុកធុរៈយើងថាយើងពិបាកមិនទេថាគេគាត់អាងស្អីគេធ្វើអញ្ចឹងយូរទៅតំណតំណងនៅក្នុងគ្រួសារហ្នឹងវាអត់សូវចេះស្និទ្ធស្នាលទេប្តីប្រពន្ធអត់សូវចេះជួយគ្នាទេដល់ទៅពេលអត់មានអ្នកជួយអញ្ចឹងទៅបានគាត់ដឹងថាអូការងារនេះពិបាកអីចឹងទៅហើយគាត់ចេះជួយយើងអញ្ចឹងទៅអាសាមគ្គីនៅក្នុងគ្រួសារហ្នឹងគឺវាកើតឡើងច្រើនជាងធម្មតាតែអត់ទេប្តីខ្ញុំជួយតាំងពីដើមតែគាត់មិនដែលមើលភ្នែកទេកន្លែងណាគាត់ហ៊ានទៅមើលភ្នែកប្រើថែមតែពេលហ្នឹងគាត់មិនហ៊ានមើលភ្នែកយូរគាត់ទៅជាទម្លាប់លក្ខណៈថាការដែលចេះជួយគាត់ដឹងថានឹងជាការងាររបស់គាត់ឥឡូវយើងអត់ពិបាកប្រើទេបាទដំបូងមកគាត់អត់ដឹងថាគាត់ត្រូវធ្វើការងារខ្លះដល់ពេលឥឡូវគឺយើងប្រើគាត់ឡើងសោសសាច់ហើយដល់ពេលយើងគាត់ដឹងហើយធ្វើទីការងាររបស់គាត់ត្រូវធ្វើអីនិយាយទៅប្តីខ្ញុំរួចខ្លួនដល់ពេលគាត់ធ្វើការទេតែមកវិញគឺថាអត់មានឲ្យតនេទេសោសសាច់ហ្មងហើយបើមិនជួយមានណាជួយធ្វើហ្នឹងហើយមានតែគាត់ហ្នឹងហើយអ្នកដែលមានកម្លាំងរឹងមាំជាងគេតែនិយាយលេងសើចអីក៏ពិតនិយាយទៅការងារទាំងអស់គាត់ធ្វើមិនថាតែពេលខ្ញុំកូនខ្ចីមិនថាតែពេលខ្ញុំនៅមានកម្លាំងធ្វើការងារកើតទេគឺគាត់ជួយយើងទាំងអស់ចឹងគេថាដូចរាល់ថ្ងៃអីខ្ញុំទុកការងារមួយចំនួនចោលខ្លះអីចឹងទៅចុះកម្លាំងយើងទៅអត់ដល់កាលណាយើងប្រឹងពេកតែកាពេលយើងឈឺទៅគ្មានណាឈឺមួយយើងទេយ៉ាងច្រើនគេគ្រាន់តែបានមកជួយច្របាច់ដៃច្របាច់ជើងនឹងឯងតែអាក្នុងខ្លួនយើងអ្នកពិបាកអញ្ចឹងទុកចោលខ្លះ